នាយអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ីឧត្តមសេនីយ៍ Valery Gerasimov សង្កត់ធ្ងន់ថាការដកចេញនេះជាលទ្ធផលនៃការចូលរួមរបស់យន្តហោះយោធារុស្ស៊ីហោះចេញពីនាវាផ្ទុកយន្តហោះនោះទៅប្រតិបត្តិការទល់នឹងពពួកក្រុមភេរវជនលុះទាល់តែបានជួយកងទ័ពស៊ីរីឲ្យរំដោះបានដោយចិត្តទីក្រុងអាឡេបទាំងមូលដែលជាទីក្រុងទី2និងជាទីក្រុងសេដ្ឋកិច្ចប្រទេសស៊ីរីដែលជាជោគជ័យធំបំផុតសម្រាប់កងទ័ពស៊ីរីក្នុងសង្គ្រាមដែលបានពន្យាទៅអស់ជាង5ឆ្នាំគួរនិយាយថាសង្គ្រាមនេះបានផ្ដាច់ជីវិតមនុស្សអស់ជាង 310,000 នាក់ទៅហើយសេចក្តីថ្លែងការណ៍ខាងលើត្រូវលោកមេទ័ពរុស្ស៊ីធ្វើគឺក្រោយពីគាត់ស្ដាប់របាយការណ៍របស់មេបញ្ជាការក្រុមទ័ពរុស្ស៊ីប្រចាំនៅស៊ីរីលោកឧត្តមសេនីយ៍ឯកអង់ដ្រេកាតាប៉ូឡូសដែលថាក្នុង2ខែកន្លងទៅពួកពីលុតនៃកងយន្តហោះប្រចាំការនៅលើនាវាផ្ទុកយន្តហោះសេនាប្រមុខគូសិនសុខបានហោះចេញទៅប្រតិបត្តិការចំនួនជាង420លើកកំទេចទីដៅពួកភេរវជនអស់1252កន្លែងទាំងក្នុងលក្ខណៈអាកាសធាតុមិនអនុគ្រោះឡើយដូច្នេះភារកិច្ចដែលមានចោតត្រូវបានបំពេញរួចដោយចិត្តមែនគួររំលឹកថាលោកប្រធានាធិបតីពូទីនកាលពីខែមីនាឆ្នាំមុនធ្លាប់បានប្រកាសឲ្យដកចេញខ្លះៗទៅហើយអង្គភាពទ័ពរុស្ស៊ីនៅស៊ីរីប៉ុន្តែបន្ទាប់មកម៉ូស្គូបានបង្ខំចិត្តបង្កើនវត្តមានយោធាខ្លួនឡើងវិញនៅទីនោះមកពីការប្រយុទ្ធក្នុងប្រទេសស៊ីរីបានមានសន្ទុះខ្លាំងក្លាជាថ្មីគឺតាំងពីចុងខែកញ្ញាឆ្នាំ2015ដែលកងអាកាសរុស្ស៊ីបានចូលខ្លួនអន្តរាគមន៍ក្នុងផ្ទៃមេឃស៊ីរីសម្រាប់ជួយដល់កងទ័ពរបបលោកប្រធានាធិបតីបាសារអល់អាសាដជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់រុស្ស៊ីឥឡូវជាដំណាក់ថ្មីនៃដំណោះស្រាយវិបត្តិនៅស៊ីរីគឺថាដោយរួមជាមួយទូគីនិងអ៊ីរ៉ង់រុស្ស៊ីកំពុងច្រានឲ្យទៅមុខដំណើររៀបចំកិច្ចចរចារវាងភាគីបដិបត្តិស៊ីរីផ្ទាល់ដែលគ្រោងប្រព្រឹត្តទៅក្នុងខែមករានេះនៅក្រុងអាស្តាណារដ្ឋធានីកាហ្សាស្ថាន